បើគិតរឿងប្រើឡានសន្សំសំចៃសម្រាប់ស្រុកយើងគឺគេគិតទៅដល់រឿងយកឡានទៅបំពាក់ជាមួយនឹងធម្មពលហ្គាសមុនគេចុះបើបងប្អូនយើងដឹងថាមានកូនខ្មែរអាចយកទឹកទៅបំលែងជាធម្មពលហ្គាសយកមកប្រើប្រាស់បានដែលវាមានសមត្ថភាពល្អជាងហ្គាសមិនកាន់ស្នឹមនៃចំហេះមិនធ្វើទុកម៉ាស៊ីនកាត់បន្ថយការឡើងកម្ដៅម៉ាស៊ីនធ្វើឲ្យម៉ាស៊ីនកាត់បន្ថយការធ្លាក់ផ្សែងកម្លាំងខ្លាំងជាងមុននិងសន្សំសំចៃតើបងប្អូនគិតយ៉ាងណាអញ្ចឹងសម្រាប់បងប្អូនដែលកំពុងតែបំពាក់ហ្គាសតើអាចបំពាក់ហ្គាសទឹកឬក៏ហៅថាធម្មពលអ៊ីដ្រូសែនបន្ថែមបានដែរឬទេចម្លើយនោះគឺបានហើយកាន់តែសន្សំសំចៃបានច្រើនទៀតផងដែលធ្វើឲ្យបងប្អូនអ្នកប្រើប្រាស់កាន់តែទទួលបានផលល្អអញ្ចឹងទី1ធ្វើឲ្យរថយន្តបងប្អូនមិនឡើងកម្ដៅទោះបីបើកបោឆ្ងាយប៉ុណ្ណាក៏ដោយទី2ធ្វើឲ្យអាយុកាលរបស់ Buzi Mobin និងសំបុកឃ្មុំប្រើប្រាស់បានយូរអាយុកាលនៃម៉ាស៊ីនក៏មិនងាយខូចទី3កាន់តែពិសេសនោះគឺសន្សំសំចៃនៃការប្រើប្រាស់ថាមពលហ្គាសរហូតដល់20ទៅ25%សម្រាប់ហ្គាសទឹកក៏មានបងប្អូនយើងបានប្រើប្រាស់ច្រើនមកហើយអញ្ចឹងទេសម្រាប់បងប្អូនដែលបានឃើញវីដេអូនេះកុំភ្លេច comment ម្នាក់មួយផងជាចម្លើយសម្រាប់បងប្អូនយើងដែលមិនទាន់បានប្រើប្រាស់ឲ្យអស់ចង្អល់និងគ្រប់គ្រងផលិតផលក្នុងស្រុកជាពិសេសគឺផលិតដោយស្នាដៃកូនខ្មែរយើងតែម្ដងអញ្ចឹងបងប្អូនពីខ្ញុំទៅមានតែប៉ុណ្្នឹងឯងជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយបើគិតរឿងប្រើឡានសន្សំសំចៃសម្រាប់ស្រុកយើងគឺគេគិតទៅដល់រឿងយកឡានទៅបំពាក់ជាមួយនឹងធម្មពលហ្គាសមុនគេចុះបើបងប្អូនយើងដឹងថាមានកូនខ្មែរអាចយកទឹកទៅបំលែងជាធម្មពលហ្គាសយកមកប្រើប្រាស់បានដែលវាមានសមត្ថភាពល្អជាងហ្គាសមិនកាន់ស្នឹមនៃចំហេះមិនធ្វើទុកម៉ាស៊ីនកាត់បន្ថយការឡើងកម្ដៅម៉ាស៊ីន